ប្រជុំរឿងព្រេងខ្មែរភាគ1រឿងទី5រឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានជន2នាក់ប្តីប្រពន្ធបរិសុទ្ធជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាត្រង់ទីណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងលោកគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដោយម្ដេចក៏ចេះតែមិនចូលលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់នោះសួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វែងរកអ្វីបុរសនោះឆ្លើយថាអោលោកតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្រត់ទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចោះពូកែណាស់បរិសុទ្ធនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថាប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីបរិសុទ្ធនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់ដុតមាត់តាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបរិសុទ្ធនោះវិញបរិសុទ្ធនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បរិសុទ្ធនោះចេះតែទន្ទិញរបៀន3បទនោះចាប់តែតាមផ្លូវមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបរិសុទ្ធនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបរិសុទ្ធនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននេះសំពៅនៅក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹងហើយក៏ស្រឡាញ់បរិសុទ្ធនោះហើយរៀបបាយទឹកឲ្យស៊ីរាល់តែថ្ងៃរៀងមកហើយបរិសុទ្ធនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនេះសំពៅនៅតែក្នុងចិត្តថាបើកាលណាបានមកដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនោះរកស៊ីតទៅលុះបើសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបរណ្ដាប់ពោពេញសុទ្ធតែចំណីស្រាបាយទុកឲ្យយក្សវាមកស៊ីឯអ្នកសំពៅកាលដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដីនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបរិសុទ្ធម្នាក់នោះមាត់គាត់ចេះតែទន្ទិញថាប្រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាស៊ីដែលគិតថាចំណីទាំងអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកចោលនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើថ្នាំវិហារដោយស្ងៀមស្ងាត់ចាំលោកមើលលុះដល់ថ្ងៃត្រង់យក្សវាមកដល់ហើយវាខឹងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយក្សថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់អស់ទៅឯដំបងក៏វិលមកខាងយក្សវិញហើយយក្សកាច់កអស់មនុស្សទាំងអស់នោះស៊ីទៅរួចក្រឡេកមើលក្រឡេមក្រលើមបរិសុទ្ធឃើញយក្សភ័យណាស់មកចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយក្សវាលឺវាឃើញអញវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីថ្នំស្រែកវាស់ឡើងយក្សភ័យណាស់រត់ចោលដំបងទៅបាត់ទៅបរិសុទ្ធនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនឹងកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បរិសុទ្ធនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសិននិយាយប្រាប់ពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទៅនិយាយបានប្រពន្ធចេះតែអោបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់អញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថា
អ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាយឯងទៀតប្រពន្ធសួរថាឯងទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមជណ្ដើរយកថ្មគ្របថាហើយក៏ដេកលក់ទៅសាហាយលោកស្ដាប់ឮហើយក៏ទៅក្រោមជណ្ដើររើយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហៀមស្រាងឡើងបរោះនោះរលឹកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយអញចេះតែលួងអញតតែអញប្រាប់ឥឡូវនេះមនុស្សឮវាលួចយកដំបងទៅបាត់ហើយប្រពន្ធឮហើយដឹងថាសាហាយលួចក៏មិនស្ដីដណ្ដើមបាយឲ្យប្តីស៊ីរួចហើយបរោះនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាអាកំព្រើលតាំងពីដូនតាមកនរណាដែលឃើញដំបងវាយឯងគេគំរាមឲ្យគេដេញចេញទៅបរោះនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបរោះនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថាមែនបានគេថាមានប្រឡាយបានទឹកវិហូរមានសម្រាមបានឆ្កែវិជុះអស់នាម៉ឺនកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បរោះថាណាហើយវិលទៅផ្ទះសិនចុះកាលណាអញប្រើឲ្យគេទៅហៅសមមកបរោះនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបរោះនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាថាត្បិតស្ដេចឲ្យព្រះស្នំចេញរួម3ថ្ងៃ3យប់ឲ្យបណ្ដារាមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាសនិងនាម៉ឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបរោះនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបរោះនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលៀបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលៀបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធឮប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលៀបផងដូច្នោះអរពុនពេកដោយពុំដឹងកលជាគេចាប់នឹងយកប្រេងទៅឲ្យសាហាយលៀបផងហើយបណ្ដាលគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្រអូបប្រេងនោះទ្រង់សឹបប្រាប់នាម៉ឺនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាស្ត្រដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់មើលនោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងរំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបរោះនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសាហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសាហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសាហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបរិសុទ្ធជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសាហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសាហាយនោះអរណាស់ក៏សំពះសូមទោសរួចវិលទៅវិញឯបរិសុទ្ធម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាយឯងនេះថ្លៃណាស់ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាសប្រាក់ឲ្យបរិសុទ្ធនោះយកតាមចិត្តចុះបរិសុទ្ធនោះរើអស់ទាំងឃ្លាំងមាសឃ្លាំងប្រាក់អំបាននោះទៅឃើញកំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំងក៏យកកំបិតនោះនឹងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ
ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទៀតទេតែអស់នាម៉ឺនគេថ្មេះតែដៀបុរសនោះថាជាមនុស្សឆោតមានប្រាក់មិនយកទៅយកអីកំបិតច្រេះស៊ីបុរសនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបលន់ឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំទាន់ធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបរោះនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកតាមានការអ្វីបានជាធ្វើបុណ្យមានក្តាមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបលន់យ៉ាងល្អឲ្យទាន់ព្រឹកនេះស្ដេចក្រសាព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានឮដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីមួយឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកំបិតមួយដែលយកពីក្រោមបាតឃ្លាំងមកនោះបានរួចស្រេចក្នុងយប់នោះហើយលាបលន់យ៉ាងល្អព្រឹកឡើងក៏អររទេះទៅថ្វាយស្ដេចទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃឯមហាសេដ្ឋីលឺរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបរោះនោះក៏លបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រម៉ាក់ក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ខាត់ថាកូនដេកទៅកូននិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងគាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រម៉ាក់ខ្ញុំទ្រាំមិនបានទេព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានប៉ះពាល់សូម្បីតែដៃជើងបន្តិចឡើយមហាសេដ្ឋីខាត់សុំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមយកហើយលាមហាសេដ្ឋីយកតែកំបិតដើរទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាម៉ឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ក៏ស្ងៀមទៅបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជួនជាត្រូវលើវេនចៅវាទៅដេកថ្វាយស្ដេចកាប់ចៅវានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវវេនទៅដេកយាមថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចោខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួសគេឮដូច្នោះក៏ទៅជម្រាបចៅវាឲ្យហៅបុរសនោះទៅហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅវានោះពាក់យកមកពាក់រួចហើយក៏លីកំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់លុះទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះពេលស្ដេចយាងចូលមកចិត្តក៏ស្ទុះទៅចាប់ស្ដេចនោះជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះបង្ខុសពី3ដងហើយសួរថានរណាចូលមកទាំងយប់នោះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បង្ខុសទៀតស្ដេចទ្រង់មានព្រះរាជបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំយាមរាជរោងយប់នេះ
សួរដេញដោលដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសុំទោសស្ដេចត្រាស់សួរចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅវាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញព្រឹកឡើងបុរសនោះលាកំបិតចេញពីវាំងមកផ្ទះចៅវាអ្នកផងឃើញហើយឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញចៅវាសួរបុរសនោះក៏ជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាការទេត្បិតទ្រង់ពិសោធន៍រកមនុស្សប្រាជ្ញចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះតើនឹងទៅជាយ៉ាងណាបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទើបភ្ញាក់ខ្លួនគ្រប់គ្នាចៅវានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនោះមានគុណធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះទ្រង់ឲ្យធ្វើជានិមឺធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពុំមានព្រះរាជបុត្រនិងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចតទៅ